សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់នាំអារម្មណ៍អ្នកទាំងអស់គ្នាឲ្យស្គាល់ផ្សារមួយនៅជីក្រុងភ្នំពេញមានលក់សពគ្រប់តាំងពីបន្លែផ្លែឈើរាប់ចូលទៅដល់នំនែកអូខេអ្នកទាំងអស់គ្នាអាចទៅទស្សនាផ្សារនឹងបានចាទិញក៏បានអីក៏បានហើយដោយសារតែផ្សារនោះវានៅជាប់នឹងមាត់ទន្លេយើងតែម្ដងហើយនិយាយពីខ្យល់អាកាសល្អណាស់ហើយមិនសូវជាមនុស្សល្អម៉ានទេព្រោះដោយសារនៅក្នុងផ្សារហ្នឹងវាហៅផ្សារតំបន់ផ្សារកមួនអូខេនេះអូយល្អណាស់ទំលងទៀបបារាំងមានកលែនមានតបែកផ្លែបឺផ្លែល្ហុងអីចឹងទៅមានបន្លែហើយអ៊ីគាត់លក់ប្រហុកណាគាត់ថាប្រហុកគាត់ហ្នឹងមកពីវាអែមណាប្រហុកធម្មជាតិខ្ញុំមិនច្បាស់ថាយ៉ាងម៉េចទេប៉ុន្តែឃើញប្រហុកគាត់សល្អណាហើយនៅចិត្តប្រហុកហ្នឹងមានតកួនមានអីចឹងទៅដល់គ្នាអាចបើសិនជាយើង stress ខ្លាំងអាចទៅផ្សារជីក្រុងហ្នឹងចូលមើលលេងឥឡូវយើងចូលដល់តូបសាច់ជ្រូកយើងនិយាយទៅមើលសាច់ជ្រូកទៀតសុំគាត់ថតគាត់ឲ្យថតហើយបងគាត់លក់សាច់ជ្រូកអូមានច្រើនណាសាច់ជ្រូកមានច្រើនផ្នែកមានឆ្អឹងជំនីមានសាច់3ជាន់4ជាន់ណាមានសាច់ឆ្អឹងខ្ចីមានទាំងអស់ណាចឹងទាំងអស់នេះអាចទៅទិញហូបបានណាហើយទស្សនភាពប្លែកម្យ៉ាងដែរធ្លាប់តែថតនៅក្នុង studio ដល់ពេលចេញទៅថតផ្សារអញ្ចឹងដូចជាខុសពីអារម្មណ៍ខុសគ្នាណាអូខេហើយនេះគឺជាបងមួយនៅគាត់លក់ត្រីអូខេត្រីច្រើនខ្ញុំអត់ស្គាល់ទេតើសួរគាត់បដាអីបដាហ្នឹងឯងហើយនេះមានត្រីពោត្រីប្រាយអញ្ចឹងត្រីខ្លាំងហាយត្រីខ្ញុំអត់ស្គាល់ទេនេះជាងារត្រីផ្ទក់នេះអូយអស់នេះត្រីហ្នឹងគាត់តាមគាត់ប្រាប់ហ្នឹងគឺគាត់យកពីទន្លេនឹងកន្លែងនេះគាត់លក់ហ្នឹងឯងគាត់ដាក់មងដាក់អីពីយប់ចឹងណាហើយយកមកលក់ឲ្យយើងណាចឹងមានកែបមានត្រីក្រហមត្រីពោត្រីអីដែលខ្ញុំរៀបរាប់ខាងលើមិញនេះគាត់កំពុងតែធ្វើខ្ញុំដៃខ្ញុំជើងព្រោះម៉ួយមកច្រើនថ្ងៃសៅរ៍អាទិត្យចឹងគាត់គេទៅទិញមហូបណាចឹងអាចថាគាត់ខ្ញុំដៃខ្ញុំជើងក៏មិនសូវមានពេលជែកលេងមួយយើងទេអូខេនេះត្រីផ្ទក់កំពុងឆ្កាអូយរះយើហើយយើងបានស្លោហើយចុងក្រោយនេះត្រីដែងអូខេនេះធ្វើមហូបពីច្រើនអាំងហើយក៏មានមាន់ដែរនិយាយទៅនៅផ្សារស្អីក៏មានដែរអញ្ចឹងមានមាន់នេះមាន់បីសាសប៉ុន្តែខ្ញុំឃើញសាច់ល្អលឿងហ្មងគេអាចយើងឆាក្តៅឆាអីហ្នឹងទំនងតែម្ដងណាជុំគ្នាមកល្ងាចជាក់ដាក់មកតយទៅនិយាយរឿងក្នុងចិត្តណាញ៉ាំបានសួរគីឡូគាត់1គីឡូប៉ុន្មានទេដោយសារគាត់ប្រាប់ដែរគាត់ថាឡើងថ្លៃទៅតាមថ្ងៃណាថ្ងៃខ្លះទៅក៏ឡើង1000ថ្ងៃខ្លះទៅក៏ចុះ1000អីចឹងដែរអញ្ចឹងអាចថាយើងទិញទៅវាខុសថ្ងៃគ្នាតម្លៃហ្នឹងក៏វាខុសទៅតាមហ្នឹងដែរខ្ញុំថតនេះម៉ោង7ជាងអញ្ចឹងអត់ទាន់មានមនុស្សច្រើនទេអាចពីច្រើនម៉ោង8ហើយម៉ោង9ម៉ោង10ហ្នឹង2ម៉ោងហ្នឹងគឺមនុស្សមកទិញច្រើនហើយក៏បាត់ទៅវិញម៉ោង10កន្លះហ្នឹងគឺអស់មនុស្សហើយស្បាយមនុស្សព្រោះក្តៅគេដល់ម៉ោងធ្វើម្ហូបផងនេះខាងបងបន្លែអូមានគ្រប់សពណាមានត្រាវមានចេកក៏លក់មួយមុខតិចអញ្ចឹងណាដែលសារលក់តាមផ្លូវយើងតម្រូវការអ្នកគេតម្រូវការយើងត្រូវទៅលក់ឲ្យមានគ្រប់សពអញ្ចឹងណាអញ្ចឹងចង់សាឡាត់ក៏សាឡាត់ចង់ត្រាវក៏ត្រាវចង់ខ្ទឹមបារាំងក៏ខ្ទឹមបារាំងចង់ពោតក៏ពោតអានេះយើងគ្រឿងយើងញ៉ាំជាមួយទឹកគ្រឿងឆ្ងាញ់ណាខ្ញុំចូលចិត្តដែរអាបន្លែស្រស់ហ្នឹងអូចលក់មកឆ្ងាញ់តែម្ដងនេះអូនិយាយទៅប្លង់នេះដូចប្លង់នៅឡាវផ្សារទូចនៅតាមជីក្រុងណានេះមន់ខ្មែរទាំងអស់គ្នាក៏បានសាកមើលមកក្បាលតែឆ្ងាញ់មែនតើអូខេនេះជាទស្សនភាពចំហៀងទៀតនៃផ្សារហ្នឹងវានៅបដ ாய் មកទន្លេណាអញ្ចឹងមានច្រើនមានតូបច្រើននៅគៀនច្រាំងហ្នឹងអញ្ចឹងមានកាហ្វេមានតែមានអីមានគ្រប់សពណាហើយជាពិសេសនេះគ្រឿងម្ជូរសម្រាប់នារីយើងដែលចូលចិត្តម្ជូរណាមានទាំងអស់ស្វាយកៅយ៉ាក់មានគុយមានតបែកណាអូខេហើយក៏គ្រឿងសមុទ្រក៏មាននេះបងក៏លើបង្ហាញនេះក្តាមគាត់ល្អណាស់ណាគាត់នេះគៀបលើណាគេថាក្តាមគាត់ស្រស់ណាអញ្ចឹងអាចទៅរកនៅផ្សារហ្នឹងបានហើយមានងាវមានអីគ្រប់សពអញ្ចឹងណាអ្នកនរហើយមានទឹកជ្រលក់មានអីសាច់ណាយើងអាចទៅទិញទាំងទឹកជ្រលក់ទិញទាំងបកាបកងមឹកហ្នឹងឯងណាហើយអ្នកចូលចិត្តគ្រឿងសមុទ្រនេះត្រូវឲ្យយើងមកពីព្រឹកណាភាគច្រើនគ្រឿងសមុទ្រយើងមកពីព្រឹកបាទល្អនេះបកាក៏ធំ1គីឡូ30000 អញ្ចឹងទេគេហៅបកាប៉ារ៉ាដែលវាមានឆ្នូតធំញ៉ាំមួយដងមួយហើយយើងងាវវិញល្អខ្ញុំឃើញណាល្អមែនតើ
អាចធ្វើម្ហូបបានអ្នកនេះណាអាចធ្វើម្ហូបញ៉ាំបានញ៉ាំខ្លួនឯងក៏បានស្រស់គុកគុំបើងាវស្រស់ហត់យកមកងាកមកខាងនេះគឺក្បាលផ្សារហើយក្បាលផ្សារគឺខ្ញុំឃើញបងក៏រៀបបន្លែស្អាតមានពណ៌ចម្រុះហ្មងព្រោះម្ទេសមានត្រប់មានសាឡាត់ហ្នឹងមានត្រប់ពុតញងម្ទេសពណ៌មានត្រប់ខៀវត្រប់ស្វាយទេណាមើលទៅវាស្អាតតែហ្មងធ្វើឲ្យយើងចង់ទទួលទាននេះពពាយហើយនេះខ្ញុំចូលចិត្តនេះត្រប់ណាចូលចិត្តត្រប់ហើយក្រូចឆ្មានេះគ្រឿងអាចថាគ្រឿងនេះណាគ្រឿងយើងធ្វើទៅគ្រឿងអូខេហើយមានស្អំនេះពងទាស្អំខ្ញុំចូលចិត្តពងទាស្អំញ៉ាំឆ្ងាញ់ណាស់អូខេខាងនេះគឺមួយចំហៀងទៀតគាត់រៀបតន់ហើយបងដោយសារភ្ញៀវមិនតន់មកច្រើននេះចុងក្រោយនេះគឺបងសេរីគាត់កំពុងតែធ្វើត្រីកញ្ចុះបាយសរុបទឹកឆ្ងាញ់ណាត្រីកញ្ចុះហើយរសជាតិឆ្ងាញ់ណាយើងចូលចិត្តអាចអាំងតិចនេះត្រីពោបងគាត់សេរីឲ្យថតដោយសារនេះគាត់ថាដាក់ចេះមកឃើញមាត់ឃើញរសអូខេអញ្ចឹងខ្ញុំនឹងនាំយកនៅវីដេអូតាក់ទងនឹងផ្សារនៅតាមជីក្រុងឲ្យអ្នកគ្នាមើលទៀតណាកុំភ្លេចជួយ share ផងអូខេជួយ share ជួយ subscribe ផងអូយនេះតំណឹងណាត្រីណាញ៉ាំត្រីច្រើនអត់ឡាអាស៊ីតសុខភាពល្អអរគុណជម្រាបលា